សាមូសាមិនខុសគ្នាពីឆាយ៉ប៉ុន្មានទេគ្រាន់តែថាយើងបដូរគ្រឿងតិចតួចថ្ងៃនេះខ្ញុំធ្វើសាមូសាចែកកូនចែកចៅហើយនឹងចែកអ្នកជិតខាងផងដែរចំពោះវិធីធ្វើរបស់ខ្ញុំមុនដំបូងខ្ញុំមានដំឡូងបារាំងចំនួន2គីឡូយើងចិតសម្បកយើងលាងសម្អាតឲ្យស្អាតហើយយើងយកទៅឈូសជាសរសៃមកគ្រឿងបន្តទៀតខ្ញុំមានមីសួរចំនួន1ដុំនេះខ្ញុំមិនបានថ្លឹងទេបងប្អូនគ្រាន់ដឹងថា1ដុំហើយនឹងខ្ទឹមបារាំងចំនួន3មើមខ្ទឹមបារាំងខ្ញុំប្រើពណ៌ស្វាយបងប្អូនអត់មានពណ៌ស្វាយអាចប្រើពណ៌សក៏បានពណ៌ក្រហមក៏បានដែរយើងហាន់តូចមករួចហើយខ្ញុំមានខ្ទឹមក្រហមប្រហែលជា7កំពឹសយើងយកមកហាន់ជាបន្ទះស្ដើងដែរមកហើយគ្រឿងផ្សំបន្តទៀតខ្ញុំមានក្របសណ្តែកខៀវមួយចានអត់ដឹងប្រហែលទេបងប្អូនខ្ញុំដាក់ស្មានបន្ទាប់មកយើងដាក់ខ្លាញ់ក្តៅហើយយើងដាក់ខ្ទឹមបំពងប្រហែលជាមួយស្ព្រាបាយមកពេលខ្ទឹមយើងឈ្ងុយហើយយើងចាក់សាច់ហើយចំពោះសាច់វិញគឺខ្ញុំប្រើសាច់កូនគោសាមូសានេះបងប្អូនប្រើសាច់ចៀមក៏បានសាច់មាន់ក៏បានដែរចំពោះសាច់វិញគឺខ្ញុំដាក់1គីឡូបន្ទាប់មកខ្ញុំដាក់ម្រេចម៉ដ្ឋកន្លះស្លាបព្រាកាហ្វេម្សៅម្ទេសកន្លះស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេអំបិល2ស្លាបព្រាកាហ្វេហើយនឹងប្រេងខ្យង2ស្លាបព្រាបាយចុងក្រោយខ្ញុំបន្ថែមទឹកស៊ីអ៊ីវ1ស្លាបព្រាបាយផងដែរខ្ញុំយកមកប្រៃមកល្មមខ្ញុំអត់ដាក់ប្រៃខ្លាំងទេបងប្អូនហើយខ្ញុំអត់ប្រើស្ករទេដោយសារយើងប្រើបន្លែទៅវាមានជាតិស្ករនៅក្នុងនឹងហើយយើងកូរសាច់នឹងបន្តិចទៅកុំបាច់ឆ្អិនពេកទេបន្ទាប់មកយើងចាក់គ្រាប់សណ្តែកខៀវដោយសារតែគ្រាប់សណ្តែកខៀវវាមានទឹកកកអញ្ចឹងហើយយើងចាក់មុនមើលថារៀងស្ទើរខ្ញុំបន្ថែមទឹកត្រី1ស្លាបព្រាបាយទៀតយើងកូរឲ្យសណ្តែកខៀវយើងបានឆ្អិនតិចមកទើបខ្ញុំចាក់ខ្ទឹមបារាំងហើយនឹងខ្ទឹមក្រហមចូលយើងមិនបាច់រំលីងឲ្យឆ្អិនពេកទេហើយយើងចាក់មីសួរចូលមកហើយគ្រឿងដែលសំខាន់ណាគឺថាម្សៅការីខ្ញុំប្រើ3ស្លាបព្រាបាយយើងចាក់ចូលគ្រឿងទាំងអស់ហើយយើងរំលីងបន្តិចមកទើបខ្ញុំចាក់ដំឡូងបារាំងចូលយើងចាក់ដំឡូងបារាំងហើយយើងកូរតិចទៅដើម្បីឲ្យវាបានសព្វគ្នាយើងអត់បាច់ឲ្យបន្លែអីបានឆ្អិនពេកទេបងប្អូនយើងគ្រាន់តែកូរឲ្យសព្វគ្នាទៅយើងលើកចុះទៅគឺជាការស្រេចឥឡូវនេះយើងមកធ្វើការវេចខ្ចប់តែមុននឹងវេចខ្ចប់គឺខ្ញុំយកកណាត់ទៅជ្រលក់ទឹកហើយយើងបកសម្បកសម្រាប់ខ្ចប់យើងបកដាក់ពីលើកណាត់សើមករួចហើយយើងគ្របយើងធ្វើអញ្ចឹងទៅសម្បកយើងគឺទន់ល្អហើយវាអត់ងាយរឹងបន្ទាប់មកខ្ញុំប្រើម្សៅប្លេ1ស្លាបព្រាបាយហើយយើងដាក់ទឹកបន្តិចកូរដើម្បីយកមកលាបហើយរបៀបវេចខ្ចប់ខ្ញុំគឺខ្ញុំដាក់បត់អញ្ចឹងបងប្អូនហើយយើងដាក់1ស្លាបព្រាបាយកន្លះមកទើបខ្ញុំបត់ទៅឆ្វេងហើយយើងបត់ទៅស្ដាំយើងបត់ចុះបត់ឡើងធ្វើជាដូចជាត្រីកោណអញ្ចឹងមកហើយចុងក្រោយខ្ញុំលាបម្សៅប្លេទៅហើយយើងបត់ទៅគឺជាការស្រេចបងប្អូនឥឡូវនេះយើងមកមើលមួយទៀតខ្ញុំលាបអញ្ចឹងហើយខ្ញុំបត់ខាងឆ្វេងហើយខាងស្ដាំបន្ទាប់មកខ្ញុំដុសគ្រឿងដាក់1ស្លាបព្រាកន្លះអីទៅហើយយើងបត់ក្បាលទៅខាងស្ដាំហើយយើងបត់មកខាងឆ្វេងបន្ទាប់មកយើងបត់ទៅខាងស្ដាំទៀតហើយយើងលាបម្សៅប្លេដូចមុនអញ្ចឹងទៅហើយយើងបត់ងាយស្រួលធ្វើបងប្អូនហើយវិធីខ្ញុំធ្វើគឺខ្ញុំចេះតែមួយហ្នឹងទេយើងមួអញ្ចឹងលឿនបងប្អូនតែមួយផ្លែតនេះគឺហើយមួយខ្ទះនេះខ្ញុំធ្វើបានប្រហែលជាជាង100ឥឡូវនេះសាមូសាយើងបានមូរួចរាល់អស់ហើយបងប្អូនចង់អាំងក៏បានយើងបំពងក៏បានដែរចំពោះខ្ញុំគឺខ្ញុំអាំងនៅម៉ាស៊ីនអាំងហើយយើងលាបប្រេងពីលើតិចហើយនៅសល់គឺខ្ញុំដាក់ក្នុងស្បោងអញ្ចឹងហើយយើងដាក់ក្នុងទូកកពេលដែលយើងចង់ហូបយើងគ្រាន់តែយកចេញមកអាំងគឺជាការស្រេចព្រោះបងប្អូនគាត់ចូលចិត្តបំពងគឺគាត់បំពងតែខ្ញុំអាំងខ្ញុំអាំងហើយខ្ញុំលាបប្រេងពីលើតិចអញ្ចឹងបងប្អូនគឺថារលោងឆ្ងាញ់ដូចគ្នាកូនខ្ញុំចូលចិត្តបងប្អូនបានអានឹងអីគឺថាអត់ហូបបាយទេអរគុណសម្រាប់ការទស្សនា